ថ្ងៃនេះខ្ញុំនឹងយកទូរ៉េននេះឲ្យ content creator ស្រុកខ្មែរហូបដល់ឥតគិតថ្លៃពីហាងចកាខ្មែរថ្លៃឈើខ្មែរគេមុនញ៉ាំគេត្រូវហត់ចឹងព្រោះអីរសជាតិគឺរសជាមួយនឹងចំហដែរតំបន់លិតឆ្ងាញ់ហើយឈ្ងុយឆ្ងាញ់ទៀតនឹងមានតាសិស្សនឹងមានសុំអារម្មណ៍ពិត លប់តាល្បីឈ្មោះចំការខ្មែរ ញ៉ាំកើតថាញ៉ាំកើតអត់កើតថាអត់កើតអូខេមេថាញ៉ាំមួយចែក អត់សំដែងកាមេរ៉ាណាបងច្រើនពេញ អូខេ អត់សំដែងបងញ៉ាញ់មែនតោះបើលឺគេថាចំការខ្មែរយ៉ាងនេះបានមកបាទរសជាតិអែមបាទតែធំដូចធម្មជាតិទេហ្មង ទុំតាមដូចអេតេរិនយើងអត់ប្រើថ្នាំបន្ទុំទេមិនឲ្យយើងទុំតាមធម្មជាតិរបស់វាបាទញ៉ាញ់បងញ៉ាញ់ អូខេតទៀតចុះបាន follow ហើយបានគេ follow គេ អាស្ទីលហ្នឹងអញត្រាប់អញវាយពី3នាក់ហើយ បាទសាអារម្មណ៍ពិតលើកដំបូងបាទអារម្មណ៍ពិតលើកដំបូងសុំគុំសំដែង ញ៉ាំអត់សំដែងមែន Yes សុំញ៉ាំឲ្យស៊ីនហើយឆ្ងាញ់ហើយឆ្ងាញ់អត់ថាអត់ ញ៉ាំអត់សំដែងទេញ៉ាំអត់សំដែងគឺថា មិនដែរអូយហើយច្រៀងបន់ ជុំទីងតារេនរូបរាងស្រួយនៅទីកាយមិនសូវល្អតែនៅខាងក្នុងសាច់ដូចហើយអាចដូចក ចាស់បត់បងចាស់បត់ មកចាស់បត់នឹកស្នាដងថាខ្ញុំបានជួបចាស់បត់ធីថតស្រួលណាបងខ្ញុំថ្ងៃនេះសប្បាយចិត្តមែនតើបានជួបម្ចាស់បត់ចង់តែងទូសែនចា រាល់ដងធ្លាប់តែនិយាយរឿងខ្មោចថ្ងៃនេះមកឲ្យញ៉ាំទុរេនមកឆ្អែតអញ្ចឹង មែនសបាយខ្លាំងហ្មងសបាយងាយណាស់មកដាក់តរេនមកនឹងមកហឹងអញ្ចឹង តែឥឡូវសំខាន់ខ្ញុំនិយាយថាបានប្រហែលខ្លែបមើលទៅខ្លាំងបានប្រហែល ពីរនឹងចង់ទើហ្នឹងតែបើមិនបក្លែបលប៉ុណ្ណេះហ្នឹង គ្រាប់តូចបងប្អូនអរគ្នាបងនៅសិង្ហបុរីមានទុរេនញ៉ាំអត់ ញ៉ាំតា ចាតែទុរេនខ្មែរយើង មកទៀតវិញរាល់ថ្ងៃមានតែរាល់ថ្ងៃ មែន អឺ សិង្ហបុរីមែន រាល់ថ្ងៃ នៅខ្មែរយើងមានតាមម្ដៅទេ មែនតែដឹងដែរ ហ្នឹងហើយប៉ុន្តែតាមផ្លូវនេះមានរាល់ថ្ងៃដែរតែឥឡូវធ្លាប់តែនិយាយតទៅនឹងបញ្ហាសង្គមបញ្ហាអីចឹងចុះថ្ងៃនេះបានមកឱកាសមកញ៉ាំទុរេន free ដល់ទឹកថ្លៃចឹងបានប្រហែលដុំ មិនឌីកបាត់3ខ្លែបហ្នឹងអូ5ហ៎អូ5ខ្លែប ខ្លាំងបងប្អូនខ្លាំង5ខ្លែប ហូប បានមកដុំមួយខ្លែបហ្នឹងហើយ បាត់នេះមកដុំណានេះ5ខ្លែប នេះមកវែងហ្នឹងហើយ អូអញ្ចឹង3ឯង 3 Mr. 3 2នាក់ទៀតអូខេទៅញ៉ាំទុរេនហើយអាច free style បានជី style ពីទុរេនអី free style មកទៀតហ៎ free style ហៅអាកាហៅអាវីហៅលេនណារត់ឲ្យញ៉ាំមក មួយជាងអីហ៎ តែឆ្ងាញ់ដូចគ្នា ចា បាទ គាត់ថាបើអ្នកណាគេចូលចិត្តរបៀបយើងអានេះយើងសាប់ ហ្នឹងហើយតែជ្រប់ ហើយជ្រប់សាច់ស្រួល បាទអានេះ smooth ដល់ទន់ក្នុង best ចូលមើលថ្ងៃអាចធ្វើ content មុខបាំងបានអូខេអរគុណច្រើនបងប្រុស ចាដល់តែយូរកំហុសអូយ៉ា